បាទបងប្អូននេះខ្ញុំធ្វើតេស្តជាមួយនឹងផ្ទាំងសាកណាផ្ទាំងសាក solar charger controller អានេះយើងបញ្ចូលពី solar បាទអានេះខ្សែ solar ខ្ញុំសាកតេស្តលើមើលខ្សែ solar នៅមុខ solar ដាក់នៅមុខហើយខ្សែតចូលផ្ទាំង solar នេះណាហើយគេដាក់ដោយ solar គេតចូល solar ហើយខាងនេះចេញពី solar ចូលអាគុយណានេះចូលអាគុយនេះអាគុយប្រភេទអាគុយ LiPo ខ្ញុំកំងមកពីចិនដូចគ្នាណាអានេះអាគុយ LiPo កាន់ភ្លើងបានយូរខ្លាំងជាងអាគុយ gel នេះអាគុយ LiPo ចូលពី solar មកចូលអាគុយ LiPo đó ហើយយើងអាច convert បាទ inverter មកចេញ220ចេញ220យើងប្រើភ្លើងដូចភ្លើងរត់បានណាតែនេះយើងចេញពីអាគុយនេះចេញពី solar មកវិញអានេះប្រភេទ charger controller តាមប្រភេទដុំបំលែងពី solar ទៅចូលមកអាគុយយើងយកភ្លើង solar ហ្នឹងមកប្រើធម្មតាភ្លើងរត់220ដែរតែហ្នឹងតម្រូវយើងមានដុំនេះមួយមានផ្ទាំង solar ហើយនឹងអាគុយហើយនេះ inverter សម្រាប់បំលែងពីភ្លើងអាគុយចូល220យើងតចូលក្នុងអាវក៏បានតភ្លើង220ដូចភ្លើងរត់យើងនិយាយទៅណាបាទហើយអាដុំនេះមានមុខងារវានេះមានកន្លែងសាកទូរស័ព្ទទៀតនេះរុន USB សាកចូលទូរស័ព្ទទៀតណាភ្លើងចេញពី solar មកនេះពេលខ្ញុំសាកកំពុងសាកចូលបាទសំខាន់គឺមានផ្ទាំង solar ហើយនេះខ្ញុំត solar ចាំវិញខ្ញុំដាក់ទៅមើលណាខ្សែនឹងហៅនៅមុខផ្ទះសិនខ្សែយើងសាកល្អទេផ្ទាំង solar ខាងក្នុងតមកនេះយើងចូលមកដុំនេះណាចេញពីផ្ទាំង solar ចូលដុំ controller វានេះឃើញសញ្ញាវានេះសញ្ញាចេញផ្ទាំង solar វាស្រូបថាមពលចូលអាគុយនេះអាគុយហើយនេះសញ្ញានេះបានន័យថាយើងនៅដុំនេះយើងអាចតមួយពូលបានមួយកន្លែងទៀតនេះកន្លែងពូលយើងមានពូលយើងតកន្លែងហ្នឹងណាអាហ្នឹងវាភ្លឺហើយតែឥឡូវខ្ញុំអត់មានពូលទេខ្ញុំដាក់ចេញទៅអាគុយវិញចូលអាគុយដើម្បីចេញភ្លឺ220ខ្ញុំដុំនេះមួយទៀតឥឡូវខ្ញុំកំពុងចាំហើយបាទចាំហើយចឹងឥឡូវខ្ញុំសាកបងធ្វើយើងចូលទូរស័ព្ទក៏បានបាទចូលអាគុយទៅហើយបាទអរគុណ